ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះកែគឹមលៀងដោយថ្ងៃនេះខ្ញុំនឹងធ្វើការថតវីដេអូបង្ហាញអំពី pipe command pipe នៅក្នុង Linux អញ្ចឹងមុននឹងធ្វើការបង្ហាញនៅ command មួយចំនួនខ្ញុំសូមធ្វើការ SSH ចូលទៅក្នុង server សិនដោយប្រើប្រាស់ command SSH ឈ្មោះ user ហើយនិង IP អញ្ចឹងសូមធ្វើការដាក់ password អញ្ចឹងបន្ទាប់ពីយើង SSH ចូលទៅក្នុង server យើងហើយយើងធ្វើការ check ថា current user គឺជាអ្នកគេដោយប្រើប្រាស់ command who am I បន្ទាប់ពីយើង check ហើយចំពោះទី2គឺយើងធ្វើការ list អញ្ចឹងដើម្បីប្រើប្រាស់ pipe អញ្ចឹងយើងអាចប្រើប្រាស់ ls បន្ទាប់មកយើងប្រើប្រាស់សញ្ញាត្រង់នេះដែលវាតំណាងឲ្យ pipe បន្ទាប់មកខ្ញុំចង់យក3ជួរដំបូងអញ្ចឹងយើងអាចដាក់ដំបូងសូមធ្វើការ add line សិនដោយប្រើប្រាស់ nl បន្ទាប់មកយើង pipe វាម្ដងទៀតយើងដាក់ head បន្ទាប់មកយើងដាក់ចំនួន line ដែលយើងចង់យកអញ្ចឹងក្នុងករណីនេះខ្ញុំចង់យក3ជួរដំបូងអញ្ចឹងយើងអាចប្រើប្រាស់3ជាយើងអាចឃើញថា file របស់យើង list មកគឺ3 file ដំបូងហើយមានលេខនៅពីមុខអញ្ចឹងបន្ទាប់ទៀតខ្ញុំធ្វើការបង្កើត file មួយ vim ឧទាហរណ៍ថា testing.txt តើវិញធ្វើការវាយនៅ information មួយចំនួនឧទាហរណ៍ថា line 1 line 2 line 3 line 4 line 5 line 6បន្ទាប់មកខ្ញុំធ្វើការ save file ហ្នឹងបន្ទាប់ពី save អាចធ្វើការ list មកម្ដងទៀតបន្ទាប់មកខ្ញុំចង់ read file ហ្នឹងឲ្យ display ទៅ3ជួរដំបូងនៃ file nàyយើងអាចប្រើប្រាស់ command cat ឈ្មោះ file ដែលយើងបានបង្កើតមុនហ្នឹងបន្ទាប់មកខ្ញុំធ្វើការប្រើប្រាស់ nl ដើម្បី add line បន្ទាប់មកយើង pipe បន្តទៀតយើងអាចប្រើប្រាស់ head ដក3ដើម្បី select 3ជួរដំបូងចឹងនេះគឺជា result របស់យើងអញ្ចឹងចំពោះបង្ហាញរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះកែគឹមលៀងដោយថ្ងៃនេះខ្ញុំនឹងធ្វើការ record វីដេអូអំពី redirection នៅក្នុង Linux អញ្ចឹងមុនដំបូងខ្ញុំសូមធ្វើការ SSH ចូលទៅក្នុង server ដោយប្រើប្រាស់ command SSH ឈ្មោះ username និង IP បន្ទាប់មកខ្ញុំធ្វើការបញ្ចូលនៅ password បន្ទាប់ពីខ្ញុំ log in ចូលហើយខ្ញុំអាចធ្វើទៅនឹង list all in folder etc ចូលទៅក្នុង su file.txt ចឹងដើម្បីយើងធ្វើ operation នឹងបានយើងអាចប្រើប្រាស់sudo ls/etc បន្ទាប់មកយើងប្រើសញ្ញាធំជាងដែលមានន័យថា redirection បន្ទាប់មកយើងវាយឈ្មោះដែលយើងចង់ redirect ទៅគឺ su file.txt ចឹងបន្ទាប់ពីយើងធ្វើការ perform operation ហ្នឹងហើយយើងអាចធ្វើការ cat ដើម្បីមើល file ហ្នឹងបានចឹង su file.txt ចឹងនេះគឺជា result របស់យើងចឹងបន្តមកទៀតគឺយើងធ្វើការ add 2ជួរទៀតឬក៏ add 2 line add 2ដងទៅកាន់ file ហ្នឹងចឹងដើម្បី add យើងអាចប្រើប្រាស់ ls/etc សញ្ញាធំជាង2ដងដែលមានន័យថា append redirection ចឹងមានន័យថាវាធ្វើការ add បន្ថែមទៀតពី file មុននឹងដែលយើងធ្វើការ write ចូលចឹងយើងដាក់ឈ្មោះ file ដដែលមក su file.txt ចឹងដោយសារតែក្នុង requirement របស់លោកគ្រូតម្រូវឲ្យ add កន្លែងហ្នឹង2ដងចឹងធ្វើការវាយ command ហ្នឹងម្ដងទៀតចឹងនៅពេលដែលយើងធ្វើការ cat file ហ្នឹងម្ដងទៀតយើងនឹងឃើញថាវាមានចំនួនច្រើនជាងមុន cat su file.txt ចឹងនេះគឺជា result របស់យើងចឹងចំពោះវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះកែគឹមលៀងដោយថ្ងៃនេះខ្ញុំនឹងធ្វើការ record វីដេអូអំពី comment តាក់ទងទៅនឹង UFW នៅក្នុង Linux ដែលតាក់ទងទៅនឹង firewall ចឹងមុនដំបូងខ្ញុំសូមធ្វើការ SSH ចូលទៅក្នុង server ដោយប្រើ command SSH username និង IP បន្ទាប់មកធ្វើការដាក់ password ចូលចំពោះ command ទី1តាក់ទងទៅនឹង sudo ufw enable ចំពោះ command ហ្នឹងគឺយើងប្រើដើម្បី enable switch របស់យើងចឹងបន្ទាប់ពីយើងប្រើប្រាស់ command ហ្នឹងហើយយើងធ្វើការដាក់ password យើងធ្វើការ confirm បន្ទាប់មកយើងអាច check status របស់យើងដោយប្រើ command sudo ufw status ចឹងពេលនេះយើងឃើញថា status របស់យើង active ហើយចឹងចំពោះ command បន្តទៀតខ្ញុំនឹងធ្វើការ log នៅ specific port ដោយសារតែពីយើង
host website របស់យើងត្រូវការ host វាជាលក្ខណៈ HTTPS អញ្ចឹងចំពោះ HTTPS វាត្រូវចូលតាមរយៈ port លេខ443អញ្ចឹងក្នុងករណីហ្នឹងបើសិនជាយើងចង់បើក specific port ណាមួយយើងអាចប្រើប្រាស់ command sudo ufw allow បន្ទាប់មកយើងវាយលេខ port ដែលយើងចង់ដាក់ឧទាហរណ៍ក្នុងករណីនេះគឺ443ចុះបន្ទាប់ពីយើង add ហើយយើងអាចធ្វើការឆែក status ម្ដងទៀតអញ្ចឹងនៅពេលហ្នឹងយើងនឹងឃើញ port 443 list មកដែរអញ្ចឹងបើសិនជាយើងចង់បិទវាវិញអញ្ចឹងយើងអាចប្រើ command sudo ufw deny បន្ទាប់មកយើងវាយលេខ port ដែលយើងចង់បិទអញ្ចឹងខ្ញុំចង់បិទលេខដែលខ្ញុំបើកមុនហ្នឹងគឺ443បន្ទាប់ពីយើងបិទហើយយើងអាចឆែក status ម្ដងទៀតចឹងនៅពេលហ្នឹងយើងនឹងឃើញថា action របស់វាដូរទៅ deny វិញហើយចំពោះ command បន្តទៀតគឺ sudo ufw reset ចឹងចំពោះ command ហ្នឹងគឺយើងធ្វើការ reset នៅ rule ផ្សេងៗទាំងអស់របស់យើងអញ្ចឹងបើសិនជាយើងប្រើប្រាស់ command ហ្នឹងយើងចុច yes តើមកយើងធ្វើការឆែក status ម្ដងទៀតអញ្ចឹងពេលហ្នឹងfirewall របស់យើងនឹង disable ហើយអញ្ចឹងបើសិនជាយើងចង់ enable មកវិញយើងអាចប្រើប្រាស់ sudo ufw enable ជាយើងអាចឆែក status ម្ដងទៀតជាងឃើញថា status យើង active វិញអញ្ចឹងក្នុងករណីនេះយើងអត់ទាន់បិទ server របស់យើងទេដោយសារតែយើងធ្វើការ remote access តាមរយៈ port 22អញ្ចឹងយើងគួរតែបើក port នឹងវិញ sudo ufw allow port 22ចឹងបន្ទាប់ពីយើង add rule នឹងហើយយើងអាចធ្វើការ reload switch របស់យើងដើម្បីឲ្យ chain ហ្នឹងវាមាន effect ភ្លាមអញ្ចឹងយើងអាចប្រើ command sudo ufw reload ចឹងយើងអាចឆែក status ម្ដងទៀតជាយើងឃើញថាយើងបើក port 22វិញហើយចឹងចំពោះវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូខ្ញុំសួរលោកគ្រូខ្ញុំបានឈ្មោះកេជំរាបមកពីក្រុម SU5 ដែលថ្ងៃនេះខ្ញុំនឹងធ្វើការ record វីដេអូតាក់ទងទៅនឹងការ remote ចូលទៅក្នុង AWS server អញ្ចឹងសម្រាប់ការ remote ចូលទៅក្នុង AWS server ចំណុចសំខាន់ដែលយើងត្រូវ set up មុនគេគឺតាក់ទងទៅនឹង instance បន្ទាប់ពី set up instance ហើយយើងធ្វើការ download នៅ PAM file ដែលជា file សម្រាប់អាចឲ្យយើង access ចូលទៅក្នុង server របស់យើងបានអញ្ចឹងដោយសារតែខ្ញុំបាន download ហើយអញ្ចឹង step បន្ទាប់គឺយើងធ្វើការ change permission សម្រាប់ PAM file របស់យើងអញ្ចឹងយើងអាច copy command នេះចាំបន្ទាប់ពីយើង change permission ហើយយើងអាច remote ចូលទៅក្នុង server របស់យើងបានហើយចាំបន្ទាប់ពី remote ចូលទៅក្នុង server ហើយយើងអាចធ្វើការ test នៅ command របស់យើងឧទាហរណ៍ដូចជា mkdir
ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះកែវគឹមនាមមកពីក្រុម SU5 ដែលថ្ងៃនេះខ្ញុំធ្វើការ record វីដេអូតាក់ទងនឹង FTP server អញ្ចឹងមុននឹងឈានដល់ការ install នៅ package ខ្ញុំសូមធ្វើការវាយ command sudo apt upgrade តើមកយើងវាយ command sudo apt update ដើម្បី update package របស់យើងទៅ latest version បន្តមកទៀតខ្ញុំសូមធ្វើការ install នៅ package មួយដែលមានឈ្មោះថា vsftpd ចឹងបន្ទាប់ពីយើង install ហើយខ្ញុំសូមធ្វើការ copy នៅ file ហ្នឹងចូល backup បន្ទាប់មកយើងធ្វើការសរសេរនៅ configuration នានាចូលទៅក្នុង file ហ្នឹងចឹងបន្ទាប់ពីយើងសរសេរនៅ configuration ទាំងអស់ហ្នឹងចូលហើយយើងអាចទៅ restart switch របស់យើងធ្វើការ enable វាចឹងបន្ទាប់ពីយើង restart ហើយយើងអាចធ្វើការ check នៅ setup របស់វាដោយប្រើប្រាស់ command sudo systemctl status vsftpd ជាងឃើញថា server របស់យើង active ហើយអញ្ចឹងបន្ទាប់ពី step ទាំងអស់ហ្នឹងយើងត្រូវទៅ set up នៅ security នៅក្នុង AWS instance យើងទៀតខ្ញុំសូមធ្វើការទៅ set up នៅ role មួយចំនួនចឹងបន្ទាប់ពីយើង set up ហើយយើងអាចចូលមកក្នុង file របស់យើងបន្ទាប់មកចុចថា new site បន្ទាប់មកយើងទៅ copy នៅ IP address របស់យើងមក